បាទថ្ងៃស្អែកជាថ្ងៃចុងក្រោយនៃឆ្នាំ2025បាទអញ្ចឹងថ្ងៃនេះខ្ញុំធ្វើ slide countdown យើងរាប់ថយក្រោយសម្រាប់ថ្ងៃឆ្លងឆ្នាំបាទអញ្ចឹងយើងត្រូវធ្វើរបៀបណាខ្លះបាទដូចអ្នកនរឃើញពី intro នៅខាងដើមអញ្ចឹងបាទដំបូងយើងមានជា slide មួយមកបាទអញ្ចឹងដើម្បីសរសេរលេខ10ហ្នឹងធម្មតាយើងចូល insert ទៅចូល word art មកបាទយើងយកអក្សរមួយមកបន្តមកទៀតអ្នកនរសរសេរលេខ10មកហើយដូរពណ៌លឿងអញ្ចឹងទៅដល់ពេលអ្នកនរចង់បានច្រើនចុចមកស្ដាំលើ slide ហ្នឹងមកហើយយកពាក្យ duplicate មកយើង copy វាបានច្រើនអញ្ចឹងអ្នកនរ copy ឲ្យគាត់ដូរលេខពីលេខ10រហូតដល់លេខ1មកបាទហើយមាន2026 Happy New Year បាទហើយតើតើទៅនឹងរូបកញ្ជ្រោចភ្លើងហ្នឹងគឺយើង copy មកទេបាទអញ្ចឹងដំបូងអ្នកនរគ្នាចូលកន្លែង animation មកបាទអញ្ចឹងតើតើចលនាយើងយក zoom បាទពេលយើងចុច zoom ទៅវា load ថយក្រោយបាទដែលយើង count down វាមានលេខ load មកបាទពីលេខ10 load ពីក្រោយមកមុខបាទបើសិនយើងដាក់ចលនាអត់ត្រូវក៏វាដាក់អត់ស្អាតតែលេខ9ក៏យើងធ្វើអញ្ចឹងដូចគ្នាបាទចុចលើលេខហ្នឹងមកអ្នកនរចូលកន្លែង animation ហើយយក animation មួយឈ្មោះ zoom បាទយើងធ្វើរហូតដល់លេខ1មក2026តើតើទៅនឹងរូបភ្លើងកំជ្រោចនេះគឺយើង copy ទេបាទខ្ញុំ copy ពី Google មកទេនេះបាទអាហ្នឹងរូបGIF ដែលវាមានចលនាស្រាប់នឹងនៅទៅក៏ចុចមកស្រាប់ហើយ copy មកបាទយកមកផាសចូលនៅក្នុង PowerPoint យើងមកបាទអញ្ចឹងវាដាក់ដោយខ្លួនឯងហើយយើងអត់ដាក់ជាវីដេអូទេយើងដាក់ជា file រូបភាពជា file GIF តែមានចលនាបាទអញ្ចឹងខ្ញុំ play អ្នកទាំងគ្នាមើលដំបងលោតមកលេខ10សិនបាទ9 8រហូតបាទអញ្ចឹងអ្នកទាំងទស្សនាទាំងអស់គ្នាបាទហើយតកតងទៅនឹង2026ចឹងដាក់ចលនាវាផុសមកបាទ Happy New Year ចឹងដាក់ចលនាថ្មីមកបាទ float in ចឹងទៅហើយ year យើងដាក់ load មកចុងក្រោយគឺរូបកំជ្រួចបាទសូមអរគុណ